សូមជូនរឿងត្រីចេះនិយាយនៅក្នុងភូមិបឹងអ្នកតាដ៏ស្ងប់ស្ងាត់មួយដែលហ៊ុំព័ទ្ធដោយវាលស្រែបៃតងនិងទន្លេស្ងប់ស្ងាត់នៅក្នុងភូមិនោះមានអ្នកនេសាទវ័យក្មេងក្រីក្រម្នាក់ឈ្មោះតារារៀងរាល់ព្រឹកមុនពេលថ្ងៃរះតារាបានចែវទូកឈើតូចរបស់គាត់តាមដងទន្លេដោយសង្ឃឹមថានឹងចាប់ត្រីបានគ្រប់គ្រាន់ដើម្បីចិញ្ចឹមម្ដាយរបស់គាត់ប៉ុន្តែជីវិតនៅក្នុងភូមិមិនដែលងាយស្រួលនោះទេម្ដាយរបស់តារាបាននិយាយថាពេលកូនទៅនេសាទត្រូវមានការប្រុងប្រយ័ត្ននៅលើទន្លេណាកូនតារាបានទៅវិញថាបាត់ម៉ាក់ថ្ងៃណាមួយជីវិតរបស់យើងនឹងកាន់តែប្រសើរជាងនេះនៅល្ងាចមួយដែលមានពុកតារាបានបោះសំណាញ់នេសាទរបស់គាត់ចូលទៅក្នុងទន្លេយ៉ាងជ្រៅភ្លាមនោះទឹកចាប់ផ្ដើមភ្លឺដោយពន្លឺពណ៌ខៀវអាតកំបាំងពេលតារាទាញសំណាញ់ឡើងគាត់បានរកឃើញត្រីមាសវេទមន្តមួយក្បាលកំពុងសម្លឹងមកគាត់បន្ទាប់មកស្រាប់តែត្រីនោះចេះនិយាយត្រីមាសបាននិយាយទៅកាន់តារាថាសូមកុំខ្លាចខ្ញុំអីកតារាបាននិយាយថាចុំត្រីចេះនិយាយត្រីមាសបានបង្ហាញថាកាលពីយូរយារណាស់មកហើយវាធ្លាប់ជាវិញ្ញាណអ្នកការពារទន្លេនិងភូមិប៉ុន្តែភាពលោភលន់និងការបំពុលបានធ្វើឲ្យមន្តអាគមនៃទន្លេបាត់បន្តិចម្ដងត្រីបានអង្វរតារាឲ្យជួយសង្គ្រោះទន្លេមុនពេលជីវិតទាំងអស់នៅជុំវិញវាបាត់ទៅវិញជារៀងរហូតត្រីមាសនិយាយថាទន្លេកំពុងមានគ្រោះថ្នាក់តារាបាននិយាយថាអុកខ្ញុំនឹងជួយការពារវានៅព្រឹកបន្ទាប់តារាបានប្រមូលផ្ដុំអ្នកភូមិហើយប្រាប់ពួកគេអំពីស្ថានភាពទន្លេដំបូងឡើយគ្មាននរណាម្នាក់ជឿគាត់ទេប៉ុន្តែនៅពេលដែលទឹកទន្លេចាប់ផ្ដើមប្រែជាខ្មៅអ្នកភូមិបានយល់ពីគ្រោះថ្នាក់ពួកគេបានរួមគ្នាសម្អាតទន្លេនិងការពារព្រៃឈើជុំវិញវាមេភូមិបាននិយាយថាពួកយើងភ្លេចថាទន្លេនេះសំខាន់ប៉ុណ្ណាតារាបាននិយាយទៀតថាប្រសិនបើយើងយកចិត្តទុកដាក់ចំពោះធម្មជាតិនឹងយកចិត្តទុកដាក់ចំពោះយើងនៅពេលដែលទន្លេបានប្រែជាស្អាតឡើងវិញយឺតត្រីមាសវេទមន្តបានវិលត្រឡប់មកវិញនៅក្រោមពន្លឺព្រះច័ន្ទលើកនេះទឹកបានភ្លឺជាងពេលណាទាំងអស់ត្រីបានវិលត្រឡប់មកទន្លេវិញដំណាំបានដុះលូតលាស់ខ្លាំងហើយភូមិក៏ពោរពេញដោយជីវិតម្ដងទៀតត្រីមាសបាននិយាយថាអ្នកបានជួយសង្គ្រោះទន្លេមួយនេះអ្នកបានជួយសង្គ្រោះភូមិជាច្រើនឆ្នាំក្រោយមកភូមិបឹងអ្នកតាត្រូវបានគេស្គាល់ថាមានទន្លេស្អាតនិងរបៀបរស់នៅដ៏សុខសាន្តតារាបានបន្តនេសាទដោយគោរពធម្មជាតិដោយមិនភ្លេចត្រីវេទមន្តដែលបានផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងឡើយតារាបានបន្តទៀតថាសុភមង្គលពិតកើតចេញពីការយកចិត្តទុកដាក់គ្នាទៅវិញទៅមកនិងពិភពលោកជុំវិញយើងបើចង់បានរឿងថ្មីកុំភ្លេចជួយចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយផងសូមអរគុណ